សួស្តីថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀប password របស់ Wi-Fi ដែលនៅចិត្តផ្ទះយើង hack ចំពោះដែល password ណាដែល Wi-Fi ណាមានចាប់បានខ្លាំងឥឡូវនេះខ្ញុំនឹងធ្វើការ hack password របស់ទីហោរបស់សារ David នេះ password គឺខ្ញុំអត់ទាន់ដឹងអញ្ចឹងខ្ញុំមិនអាចបំពេញ password បានទេប៉ុន្តែខ្ញុំនឹងប្រាប់ពីវិធី hack password របស់ Wi-Fi ដែលយើងប្រើកម្មវិធី Dumper បាទនេះគឺជាកម្មវិធី Dumper មុននឹងយើងអាចបើកកម្មវិធីនេះបានគឺយើងត្រូវ install Jumpstart នៅលើកុំព្យូទ័ររបស់យើង install WinCap នៅលើកុំព្យូទ័ររបស់យើងនិង install Net Framework 4 ចុចឡើងទៅនៅលើកុំព្យូទ័ររបស់យើងនោះយើងនឹងអាចដំណើរការកម្មវិធី Dumper បានឥឡូវនេះយើងដោយសារខ្ញុំបាន install រួចរាល់អស់ហើយខ្ញុំធ្វើការបើកកម្មវិធី Dumper នេះគឺជារូបរាងរបស់កម្មវិធីហើយខ្ញុំ scan តបមកខ្ញុំចូលកន្លែងនេះហើយខ្ញុំ select លើ All Wireless Network តបមកខ្ញុំ scan ពេលខ្ញុំ scan ខ្ញុំនឹងឃើញឈ្មោះសារ David នេះដោយសារ signal វាខ្លាំងជាងគេគឺដល់ 52% អញ្ចឹងវាងាយស្រួលនឹងឲ្យយើង hack ហើយក៏លេងទៅក៏វាមានលក្ខណៈលឿនដែរហើយ Wi-Fi នេះគឺមានអ្នកលេងរហូតដល់11នាក់ហើយចំនួនអ្នកភ្ជាប់ Wi-Fi នេះគឺមាន11នាក់យើងអាចដឹងដោយសារវាបង្ហាញទិន្នន័យលើនេះគឺជា version របស់ network ឲ្យតែ version ចេញពាក្យថា00ទៀតគឺយើងងាយនឹង hack យក password បានលឿនយើងមើលនេះយើងកំណត់ទីតាំងនេះគឺយើងចូលទៅកំណត់ទីតាំងចូល My Computer យើងយក Drive C តប Drive C ហើយយើងយក program file ហើយយើងរកពាក្យថា Jumpstart select លើ Jumpstart មកហើយយើងអូខេយើងកំណត់ទីតាំងបន្ទាប់ពីយើងកំណត់រួចហើយយើង select លើ Wi-Fi ដែលយើងចង់ hack ហើយយើងចុចលើពាក្យថា Jumpstart ហើយយើងមើលពីដំណើរការរបស់ Jumpstart វានឹងធ្វើការអូតូដោយស្វ័យប្រវត្តិខ្លួនវាហើយនេះវាកំពុងតែ running នេះបានន័យថា wireless របស់យើងគឺត្រូវបាន hack ដោយជោគជ័យនេះគឺជាលេខកូដ key កន្លែង key នេះគឺជាលេខកូដ Wi-Fi របស់គេដែលមានឈ្មោះថា SAR David 9អញ្ចឹងនេះគឺកន្លែងដំណើរការវាកំពុងតែភ្ជាប់ទៅអ៊ីនធឺណិតហើយ password យើងក៏យើងបានដឹងរួចរាល់ដែរអញ្ចឹងយើងមើលវាភ្ជាប់អត់ប្រហែលជាមានបញ្ហាតិចដោយសារអ៊ីនធឺណិតមួយនេះចំនួនអ្នកភ្ជាប់ច្រើនពេកឥឡូវខ្ញុំក៏ធ្វើការ disconnect ហើយយើង connect ម្ដងទៀតបាទនេះខ្ញុំភ្ជាប់ហើយតែវាដាក់អ៊ីនធឺណិត no access បាទវាចេញយ៉ាងដូចហ្នឹងឥឡូវខ្ញុំសូមឧទាហរណ៍ hack លេខកូដរបស់កូនក្មេងនេះកូនក្មេងនេះខ្ញុំបាន hack រួចហើយអញ្ចឹងខ្ញុំត្រូវ remove វាចេញនេះកូនក្មេងខ្ញុំ remove វាចេញពីកុំព្យូទ័ររបស់ខ្ញុំដើម្បីឧទាហរណ៍ជាក់ស្ដែងបាត់កូនក្មេងទៅណានេះអញ្ចឹងពេល remove ចេញគឺខ្ញុំអត់ទាន់ដឹង password អីទាំងអស់ឥឡូវខ្ញុំធ្វើការ scan កម្មវិធី Dumper ហ្នឹងនេះខ្ញុំមើលកូនក្មេងនេះ36% នេះហើយអ្នកលេងតែ3នាក់ទេអញ្ចឹងខ្ញុំធ្វើការកន្លែងនេះខ្ញុំកំណត់ហើយគឺយើងមិនកំណត់ទៀតទេឥឡូវខ្ញុំធ្វើការ hack password របស់កូនក្មេងដោយចុចលើពាក្យថា Jumpstart ហើយវានឹងដំណើរការអូតូដោយខ្លួនវា
នេះមើល process វាកំពុងតែ run ហើយយើងអាចធ្វើការ hack password ទៅលើ Wi-Fi ណាដែលនៅជុំវិញផ្ទះយើងនេះគឺជាលទ្ធផលដែលខ្ញុំ hack password កូនក្មេងបានជោគជ័យគឺវានឹង auto complete password ហើយ password របស់កូនក្មេងនេះមានឈ្មោះថា Misu12345 ឥឡូវសូមរីករាយជាមួយកម្មវិធី Dumper hack Wi-Fi password ជិតផ្ទះយើងទាំងអស់គ្នាបាទសូមអរគុណចំពោះការបង្ហាញនៅត្រឹមនេះជួបគ្នា